សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍កម្មការវីដេអូរបស់ខ្ញុំបាទសាជាថ្មីចង់និយាយថាមកទៀតហើយពុកម៉ែបងប្អូននេះគឺជាការរៀបចំព្រឹត្តិការណ៍បដាល់គុណខ្មែរនៅក្នុងខេត្តស្ទឹងត្រែងជាលើកទី2ចឹងវគ្គមុនគឺខ្ញុំអត់បានមកទេសនាទេប៉ុន្តែលើកនេះគឺខ្ញុំបានមកមើលបានតែត្រឹមក្នុងទ្វារទេចឹងនេះជាព្រឹត្តិការណ៍គុណខ្មែរវគ្គ2ដែលបានរៀបចំឡើងហើយយប់នេះគឺខ្ញុំអត់បានចូលមើលផ្ទាល់ទេប្រហែលជាស្អែកខ្ញុំនឹងចូលមកទេសនាតែម្ដងអញ្ចឹងវគ្គនេះគឺបានតែត្រឹមថតនៅខាងក្រៅដើម្បីចែកជូនបងប្អូននៅក្នុងខេត្តស្ទឹងត្រែងអញ្ចឹងសម្រាប់វេលាយប់នេះផងដែរគឺឃើញថាមានប្រជាជនយើងមកទេសនាច្រើនមែនតើប៉ុន្តែអ្វីដែលសំខាន់គឺមិនមែនមានតែបដាគុណខ្មែរទេបងប្អូនគឺមានទាំងតារាល្បីៗចុះមកផងដែរអញ្ចឹងកុំភ្លេចទៅទេសនាឲ្យបានច្រើនកកទាំងអស់គ្នាចង់និយាយថាគុំយូរហើយបងប្អូនដោយសារតែគេមករៀបចំបដាគុណខ្មែរវាមុនហ្នឹងគឺអត់បានទៅលេងគេទេអញ្ចឹងវគ្គហ្នឹងអត់បានមកលេងទេគាត់ថាមកបានថតសកម្មភាពនៅខាងក្រៅដែរអញ្ចឹងក៏តែបានមកម្ដងបានសុខចិត្តពូវគ្គ1ហ្នឹងអត់បានមកអញ្ចឹងវគ្គ2ហ្នឹងគឺយើងបានមកឥឡូវអស់ចិត្តហើយស្អែកប្រហែលជាសង្ឃឹមថាអាចនឹងបានចូលរួមទៅមើលនឹងគេដែរស្ដាប់មើលទៅរឿងអ៊ូអរបន្តិចឯងបងប្អូនព្រោះឃើញថាមានអ្នកមកលេងច្រើនមែនតើនៅវេលាយប់ថ្ងៃទី15ខែមីនាឆ្នាំ2026យើងនេះហើយតថ្ងៃស្អែកបានខ្ញុំចុះមកលេងដែរអញ្ចឹងកុំភ្លេចមកទស្សនាបានច្រើនកកជួបគ្នានៅថ្ងៃស្អែកថ្ងៃទី16ខែមីនាឆ្នាំ2026